ឡូជំរាបសួរក៏ដូចជាសួស្តីដល់កាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំសុសុគិកាកូរ៉ាចំពោះថ្ងៃនេះផងដែរឲ្យមានកំណឹងមើលបន្តសម្រាប់នៅរឿង The Golden Stair នៅក្នុងអេពីសូតជាបន្តមុននឹងចូលទៅកាន់វីដេអូមួយនេះគ្នាយើងក៏បន្តណាស្ដាប់ខ្ញុំនិយាយពីរឿង VIP តែមានគ្នាយើងច្រើនណាស់ដែលគាត់យល់ច្រឡំអីចឹងណាដោយការដែលមានបើកជាមួយនឹង Group VIP គឺវាអត់តាក់ទងជាមួយនឹងការផុសរឿងនៅលើ YouTube នោះទេមិនថាសាររឿង The Golden Stair ឬក៏សាររឿងដទៃទៀតទេឲ្យមានគឺនៅតែបន្ត post នៅលើ YouTube ដដែលមិនមែនថាមានបើកជាមួយនឹង Group VIP ហើយក៏ឈប់ចាញ់រឿងទាំងអស់ហ្នឹងនៅលើ YouTube ទេគឺមាននៅចេញដដែលទេកុំយល់ច្រឡំហើយចំពោះការចូលជា VIP ហ្នឹងបើសួរខ្ញុំថាតើទទួលបានផលប្រយោជន៍អីគេខ្លះចាំខ្ញុំរៀបរាប់ប្រាប់ដោយនៅពេលដែលគ្នាយើងក្លាយទៅជាសមាជិក VIP គឺគ្នាយើងអាចទស្សនាជាមួយនឹងសាររឿងទាំងអស់ដែលមានបានសម្រាយមិនថារឿងចាស់ឬក៏រឿងថ្មីនោះទេគឺអត់មានប្រមូលផ្ដុំវាយកមកដាក់ក្នុងក្រុមនឹងអស់ហើយមួយវិញទៀតចំពោះសាររឿងដែលមានកំពុងតែសម្រាយនៅលើ YouTube ហ្នឹងគឺគ្នាយើងទស្សនាបានមុនគេហើយលឿនទៀតគឺអាចនឹងមើលបានលឿនលើសនៅក្នុង YouTube 2 episode ឬក៏3 episode អីចឹងទៅក្នុងមួយរឿងហើយនៅក្នុង YouTube វាមាននៅតែបន្តចេញប៉ុន្តែមានចេញរឿងយូរតិចដោយសារតែគ្នាយើងដឹងហើយបច្ចុប្បន្នគឺមានធ្វើនៅលើទូរស័ព្ទកាចាស់មួយទេការកាត់ផ្ដាច់ copyright ផុសទៅលើ YouTube មួយរឿងហ្នឹងគឺវាចំណាយពេលយូរខ្លាំងមែនតើបើសិនជាគ្នាយើងអ្នកធ្វើផ្ទាល់គឺនឹងយកអារម្មណ៍មួយនឹងច្បាស់ហើយ YouTube គឺវាចាប់ copyright ខ្លាំងអាអ្នកដែលគាត់ធ្លាប់សម្រាយរឿងច្បាស់ជាយកអារម្មណ៍មួយនឹងហើយបើធ្វើនៅលើទូរស័ព្ទពេលខ្លះគ្នាយើងគ្រាន់តែទស្សនាគឺអត់យកពីអារម្មណ៍អ្នកធ្វើទេអញ្ចឹងហើយក៏សង្ឃឹមថាបើកចិនតិចទៅកុំខឹងអត់មានអីការដែលមានបើកជា VIP ហ្នឹងក៏បំពេញចិត្តគ្នាយើងដែរគ្នាយើងណាដែលគាត់បានចូលជា VIP ទៅក៏គាត់បានទស្សនារឿងលឿនហើយចេញជាប្រចាំថ្ងៃគុណភាពវីដេអូក៏ច្បាស់សំខាន់វាអត់មានកាត់ស្កប់ញ៉ៃទេគឺវីដេអូសុទ្ធតែម្ដងតិចភ្នែកមើលហើយបើសួរអត់មានថាចូលមកចេញលើ VIP លឿនមិនចេញលើ YouTube ឲ្យលឿនដែរទៅនឹងក៏ដោយសារតែការកាត់នោះឯងនៅលើ VIP វីដេអូពេញអញ្ចឹងហើយអត់មានអត់សូវចំណាយពេលក្នុងការកាត់ប្រហែលទេប៉ុន្តែចំណាយទៅលើគុណភាពវីដេអូវិញតែបើនៅលើ YouTube គឺចំណាយក្នុងការកាត់ពេលវេលាក្នុងការកាត់ហ្នឹងវាច្រើនខ្លាំងមែនតើក្បាលវីដេអូសូមរៀបរាប់ប៉ុណ្ណឹងសិន1នាទីដល់ហើយយើងចូលមកកាន់សាររឿងតែគ្នាយើងកំតណាទៅណាtrongវីដេអូហ្នឹងកុំភ្លេចចូលរួមស្ដាប់ទាំងអស់គ្នាព្រោះខ្ញុំនឹងបញ្យល់ឲ្យកាន់តែច្បាស់តែម្ដងដោយការចាប់ផ្ដើមឡើងនៅក្នុងអេពីសូតទី17នេះយើងក៏បានឃើញថាស៊ូនាងគឺបានមកកាន់ផ្ទះរបស់ស៊ីយ៉ានៅក្នុងដៃមានជាមួយនឹងវ៉ាលីដែលនៅពេលនេះនាងគឺចង់សុំស៊ីយ៉ារបស់យើងស្នាក់នៅ1ខែទៅ2ខែសិនមើលទៅទឹកមុខរបស់ស៊ីយ៉ានាងគឺយល់ព្រមតែជន់ថាគាត់គឺពិតជាគាំងខ្លាំងមែនតើខណៈដែលជន់ថាគាត់ក៏បានសម័យទៅដល់ពេលមួយគឺជាពេលដែលស៊ូនាងគឺបានចាត់ចេញអំពីផ្ទះរបស់នាងដោយនៅអំឡុងពេលហ្នឹងសភាពការរបស់នាងគឺពិតជាពិបាកមើលខ្លាំងមែនតើប៉ុន្តែនាងព្យាយាមធ្វើជាធម្មតានឹងមើលទៅគឺសប្បាយអត់មានបញ្ហាអីចឹងទៅមកទល់ពេលបច្ចុប្បន្នជន់ថាគាត់គឺបានគិតហើយវាមិនមែនជាលើកទី1នោះទេដែលស៊ូបានផ្លាស់ប្ដូរជាមួយនឹងកន្លែងស្នាក់នៅបែបនេះខណៈដែលស៊ីយ៉ាក៏បានរៀបចំជាមួយនឹងបន្ទប់ដ៏ល្អមួយសម្រាប់ស៊ូផងដែរស៊ូក៏បានអរគុណទៅកាន់នាងទៅស្របនឹងពេលហ្នឹងជន់ថាក៏បានប្រាប់ទៅកាន់កញ្ញាទាំងពីរថាគាត់គឺត្រូវទៅខាងក្រៅហើយដោយសារតែគាត់ត្រូវទៅជប់លៀងចំស៊ីយ៉ាមកជប់លៀងនៅផ្ទះអត់ទេឥឡូវចេញទៅខាងក្រៅអីណាយ៉ាប់ណាស់នៅពេលដែលជន់ថាគាត់គឺបានដើរមកដល់ខាងក្រៅយើងក៏បានឃើញថាគាត់គឺនៅតែបន្តគិតអំពីស៊ូគាត់គឺដឹងថានាងច្បាស់ជាមានរឿងអីមួយដែលត្រូវលាក់បាំងទៀតហើយតែគាត់គឺមិនដឹងថាធ្វើយ៉ាងណានោះទេព្រោះគាត់ក៏មិនហ៊ានសួរនាងដូចគ្នាណាមួយទៅបើសិនមកជានាងចង់ប្រាប់នាងគឺនឹងប្រាប់រឿងនឹងមកកាន់គាត់ហើយនៅតាមផ្លូវជន់ថាមកយើងបន្តដើរពីកន្លែងមួយទៅកន្លែងមួយគួរក្បាលរបស់គាត់នៅតែបន្តគិតអំពីស៊ូក៏ដូចជាបញ្ហារបស់នាងនៅឃើញទៅដល់ថ្ងៃដែលពលរបស់នាងស្ដីឲ្យមុខគេមុខឯងទាំងដែលនាងគឺជាក្មេងស្រីវាបានធ្វើឲ្យជន់ថាគឺកាន់តែអាណិតជាមួយនឹងស៊ូខ្លាំងមែនតើដោយសារតែនាងគឺជាក្មេងស្រីម្នាក់ដែលត្រូវជួបជាមួយនឹងរឿងដែលពិបាកទទួលយកក៏ដូចជាពិបាកក្នុងការសម្របខ្លួនក្នុងការរស់នៅជាមួយនឹងគ្រួសារនឹងមែនតើតែមិនថាបើទោះបីជាយ៉ាងណាក៏ដោយគាត់គឺគាំទ្រទៅលើការសម្រេចចិត្តរបស់ស៊ូអំឡុងពេលហ្នឹងផងដែរជន់ថារបស់យើងអាឡែងទៅដើរគិតពេកហ្នឹងគាត់ក៏សាប់ទៅបានដើរទៅប៉ះដៃនារីម្នាក់ដែលកំពុងទៅថតរូបឲ្យមិត្តភក្តិរបស់គេនឹងបានធ្វើឲ្យទូរស័ព្ទហ្នឹងជ្រុះដល់ដីផងដែរក៏ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលពីរនាក់នេះក៏បានឃើញជាមួយនឹងសម្រស់របស់ជន់ថាវាក៏បានធ្វើឲ្យពួកគេទាំងពីរហ្នឹងមិនយកទោសយកបីទៅកាន់គាត់ឡើយគឺថែមទាំងបបួលគាត់ផឹកស្រាជាមួយនឹងគ្នាទៀតផងតែអាចអត់បងសង្ហាបើសិនមកជាអូនចង់ក្រេតសូរ៉ាជាមួយនឹងបងជន់ថាក៏បានបដិសេធព្រមទាំងបានដើរចេញរីឯកញ្ញាទាំងពីរលួចទៅសារពីក្រោយទៀតអាបែបនេះឡើងសង្ហាហើយហើយជន់ថាគាត់ក៏បានដើរមកដល់ខាងលើនឹងទៅនៅកន្លែងហ្នឹងមនុស្សម្នាច្រើនខ្លាំងមែនតើតែបរិសសង្ហាជន់ថាមកយើងនេះអត់ដឹងនោះទេចុំកន្លែងហ្នឹងកន្លែងអីគេអញទៅមកលើកទី1នេះតាមត្រង់ទៅកន្លែងនេះគឺជាតំបន់ដែលគេផឹកស្រាឲ្យមែនអត់ប៉ុន្តែមានក៏ដឹងថាកន្លែងនេះគេហៅថាកន្លែងអីគេដែរប្រហែលជាកន្លែងឈៀលអីចឹងអំឡុងពេលហ្នឹងយើងក៏បានឃើញថាកញ្ញារូនីយើងនេះកំពុងតែផឹកតែម្នាក់ឯងនេះហើយនៅចិត្តនឹងដូចគ្នាសំខាន់ណាផឹកបណ្ដានៅឃើញទៅដល់វត្តមានរបស់ជនថាងក៏ដូចជាពេលដែលបានដើរមួយគាត់និយាយមួយគាត់ចឹងទៅអ្វីដែលរូនីកំពុងតែគិតនៅពេលនេះនាងគឺឆ្ងល់ថាតើស៊ូមែនគឺជាមនុស្សស្រីដែលជនថាងរបស់យើងស្រឡាញ់តាំងពីពេលនៅរៀននោះតើវាយ៉ាងម៉េចឲ្យប្រកបទៅហើយនាងឆ្ង
ល់នាងអ្នកទៅពាក់ព័ន្ធអីជាមួយនឹងគេបានចេះតែគិតអំពីគេគិតអំពីបញ្ហារបស់គេអញ្ចឹងមើលទៅកាន់អាចអាចារ្យទៅខាងក្រោមហើយក៏បាននិយាយឲ្យថាបើដល់នាងចូលចិត្តគឺមិនមែនជាព្រានារីហើយក៏មិនមែនលយឆាយអីពេកដែរហើយក៏មិនមែនជាបដរដែលពាក់ជាមួយនឹងអាវយឺតខ្លីមានសាច់ដុំធំពេកដែរអ្វីដែលនាងត្រូវការវាដូចជនថាងបែបបិទបដោយប៉ុន្តែឥឡូវនេះនាងចង់សួរខ្លួនឯងថាតើបដរដែលល្អសម្រាប់នាងពិតប្រាកដនេះវាគឺជាអាណាគេប្រកបទៅអើយបើខួរក្បាលរបស់នាងនឹងគិតឃើញតែអំពីជនថាងនឹងយ៉ាប់អាកូននឹងគិតឲ្យមកអង្គុយអៀនតែឯងតែសំខាន់ណាស់អំឡុងពេលដែលមកក្រហមនឹងផងដែរណោជនថាងរបស់យើងត្រូវបានអូនម្នាក់កំពុងតែដេញបច្រកស្រាអើយកញ្ញាមិនចាំបាច់ទេខ្ញុំអត់ផឹកទេអរគុណច្រើនហើយម៉ាំងមានហើយជួបគ្នាជាមួយនឹងកញ្ញារូនីបដ ហើយមានហើយរូនីរបស់យើងនេះផ្នែកប៉ិនពងមន់សំខាន់ណាស់ហៀសៀចេញតាមមាត់មកទៀតយ៉ាប់ម៉ងដោយសារតែបានជួបគ្នាចៃដន្យបែបនេះពីរអ្នកហ្នឹងក៏សម្រេចចិត្តថាអង្គុយផឹកជុំគ្នាហ្មងហើយដំបូងឲ្យមានគិតថាជនថាងរបស់យើងហ្នឹងចេញមកជប់លៀងមួយមិត្តភ័ក្តិតាមកាពិតសូឡូសោះជនថាងក៏បានប្រាប់ទៅកាន់រូនីវាគឺជាលើកទី1ហើយដែលគាត់មកកាន់កន្លែងបែបហ្នឹងក៏ប៉ុន្តែថ្ងៃហ្នឹងក៏ចង់ប្រាប់ទៅកាន់នាងបែបនេះរួយកញ្ញាឯងនឹងទៅផ្លាស់ប្ដូរមកសក់ចេញតាំងពីកាលមើលជួយប្រាប់តិចមើលខនបានលឿនអញ្ចឹងរូនីរបស់យើងក៏ចាប់ផ្ដើមអៀនផ្លែសួរទៅកាន់ជនថាងឲ្យថាលោកក៏ចូលចិត្តវាមែនអត់មានណាខ្ញុំចូលចិត្តអាស្ទាយសក់របស់នាងពេលដែលយើងជួបគ្នាដបងអាស្ទាយសក់ហ្នឹងនាងចង់ដឹងថាដូចអីគេអត់អាពេលដែលនាងតម្លាក់វាចូលក្រោមអញ្ចឹងមកគឺដូចទៅជាឆ្កែខ្ញុំអញ្ចឹងណែក៏មើលងាយឆ្កែរបស់ខ្ញុំស្រឡាញ់ចូលចិត្តវាខ្លាំងណាស់អញ្ចឹងឯងបញ្ជាក់បានថាខ្ញុំគឺចូលចិត្តមាត់សក់របស់នាងកាលពីមុនឈុំអាប៉ែនេះទំនេរខ្លាំងមែនទែនយកគេមកប្រៀបធៀបជាមួយនឹងឆ្កែអាឡែងតែនិយាយអញ្ចឹងសុកក៏ស្រាប់តែរូនីស្ងាត់បែបហ្នឹងជនថាងគាត់ក៏បានបដូរប្រធានបទទៅអេរូនីគ្រាន់តែឲ្យគេបានប៉ុណ្ណឹងគេក៏បានសួរមុនទៅហេតុអីបានជាអាប៉ែឯងមកនៅកន្លែងហ្នឹងវិញអត់នៅជាមួយនឹងស៊ូព្រមទាំងស៊ីយ៉ាទេឬជនថាងក៏បានប្រាប់ថាតាមកប៉ិតទៅគាត់ដើរទៅឆ្លងកាត់កន្លែងហ្នឹងឃើញទៅនឹងពេកដើរចូលមកហ្មងទៅរូនីក៏សួរម្ដងទៀតចុះស៊ីយ៉ាហេតុអីបានជាមកនៅជាមួយនាងជនថាងគាត់ក៏ធ្វើវិវើរួចមិនសួរអញ្ចឹងកញ្ញានេះក៏បានតបឆ្ងាត់ថាមិនបាច់មកធ្វើពុតទេគ្រប់គ្នាគឺបានដឹងថាស៊ីយ៉ាចូលចិត្តលោកទុកលោកដូចជាសង្សារអញ្ចឹងពេលខ្លះខ្ញុំថែមទាំងគិតថាពេលដែលលោកចេញទៅខាងក្រៅជាមួយនឹងនាងគឺជាសង្សារនឹងគ្នាទៀតផងជនថាងនៅពេលដែលបានឃើញអញ្ចឹងគាត់ក៏បានធ្វើការបដិសេធកញ្ញារូនីមែនប៉ុន្តែក្នុងចិត្តរបស់គាត់នេះគឺបានគិតទៅដល់ស៊ីយ៉ាផ្លែតយ៉ាប់ណាប៉ែហ្នឹងអំឡុងពេលដែលជនថាងកំពុងតែគិតនឹងរូនីនាងក៏បានគិតនៅក្នុងចិត្តដូចគ្នាជនថាងបាននិយាយថាគាត់គឺធ្លាប់ស្រឡាញ់នារីម្នាក់ប៉ុន្តែប្រហែលជានារីម្នាក់នោះវាស្ថិតនៅក្នុងអតីតកាលរបស់គាត់ហើយពេលនេះគាត់ក៏មិនបានដេតជាមួយនឹងស៊ីយ៉ាឬក៏ស៊ូទេតែថាខ្ញុំគឺអាចមានឱកាសជាមួយនឹងគាត់ឬក៏អត់គិតបដាថែមទាំងសម័យទៅដល់ពេលនោះទៀតអំឡុងពេលហ្នឹងផងដែរក៏ស្រាប់តែជនថាងរបស់យើងក៏បាននិយាយទៅកាន់រូនីថារូនីខ្ញុំមកមានជាមួយនឹងគំនិតមួយតើនាងជឿទៅលើនិស្ស័យឬក៏វាសនាឬក៏អត់ការដែលគឺជារឿងទូទៅដែលមនុស្សគឺតែងតែបបួលគ្នាឬក៏ណាត់គ្នាជាមុនក៏ប៉ុន្តែលើកលែងករណីមួយវាគឺជាករណីចៃដន្យហើយតើនាងគឺជឿទៅលើវាសនាដែរឬទេរូនីវាសនាដែលបាននាំឲ្យមនុស្សពីរនាក់សុខគឺស្រាប់តែជួបគ្នាហើយពួកយើងត្រូវតែដឹងអាការនៃការជួបគ្នាមិនចេះតែមានទេក៏មិនចេះតែកើតឡើងដែរត្រូវអត់ដល់អ្វីដែលខ្ញុំបាននិយាយនេះខ្ញុំគឺចង់សំដៅទៅលើវាសនាដែលបានកើតឡើងឬក៏អាចកំណត់ទៅដោយទេពធីតានៃសេចក្តីស្រឡាញ់ឬយើងស្គាល់ថាទេពធីតាឈូភីតនោះឯងចំពាក្យឈូភីតនឹងតើតើជាមួយនឹងសាច់រឿងសូកាឡាឈូភីតនៅចាំបានអត់ឈូភីតគឺជាពាក្យដំណាលតើតើជាមួយនឹងទេពធីតានៃសេចក្តីស្រឡាញ់នៅពេលនេះជនថាងគាត់ក៏ជឿជាក់ថាយប់នេះព្រឹត្តិការណ៍ឈូភីតគឺនឹងបង្ហាញខ្លួនដែលបានធ្វើឲ្យរូនីពិតជាអៀនខ្លាំងមែនទែនតែគូស្នេហ៍ដែលបានបង្ហាញខ្លួនដោយស្នាដៃទេពធីតាឈូភេតនឹងគឺជាពីរអ្នកនេះទៅវិញទេរូនីនោះខំតដល់ពេលឃើញអញ្ចឹងទៅកញ្ញានឹងឡើងគាំងតែម្ដងមើលជនថាងរបស់យើងប៉ិនធ្វើឡប់ដល់ហើយប៉ិនក៏ប្លែកហ្មងដល់រឿងមួយហ្នឹងវាក៏បានធ្វើឲ្យរូនីរបស់យើងសើចគាត់ឡើងគាំងមើលកញ្ញានឹងសើចទៅក៏ដឹងថាសប្បាយចិត្តហួសពេកបន្ទាប់ពីសើចជាមួយនឹងទឹកភ្នែករួចរូនីក៏បានជួបជាមួយនឹងទឹកភ្នែករបស់នាងព្រមទាំងបាននិយាយទៅកាន់ជនថាងថាឥឡូវនេះខ្ញុំក៏យល់ហើយក៏សុំទោសដែរជនថាងដែលតែងតែគិតថាលោកគឺមានចិត្តលើខ្ញុំតាមកាពិតទៅខ្ញុំគឺមិនបានធ្វើអ្វីសោះសម្បីតែញ៉ាយលោកឬក៏មានភាពស្និទ្ធស្នាលជាមួយនឹងលោកក៏មិនដែរអញ្ចឹងហើយលទ្ធផលដែលទទួលបានគឺលោកអត់ចាប់អារម្មណ៍ជាមួយនឹងខ្ញុំនឹងឯងវាអត់បានឯច្រើនទេក្រៅពីពាក្យថា I am single បន្ទាប់ពីបានរៀបរាប់ជាមួយនឹងរឿងរ៉ាវក្នុងចិត្តប្រាប់ទៅកាន់ជនថាងរួចរូនីក៏បានបបួលជនថាងរបស់យើងទៅដើរលេងហ្មងទៅហើយចាប់ទុកថានៅក្នុងយប់នេះនាងគឺសូមរំខានគាត់មួយយប់ទៅចោះព្រោះថានាងគឺចង់ដើរលេងដោយការយកពេលវេលានៃការដើរលេងមួយនេះបង្កើតទៅជាមិត្តភាពរបស់ពួកគេទៅចោះ
នាងគឺសូមធ្វើជាមិត្តជាមួយនឹងគាត់បើមិនបានខ្លាយទៅជាសង្សារឬក៏គូស្នេហ៍នឹងគ្នាទេនាងក៏សូមខ្លាយទៅជាមិត្តភក្តិរបស់គាត់ទៅចោះលើតែពាក្យថាខ្លាយទៅជាមិត្តភក្តិបែបហ្នឹងជន់ថាក៏ស្រាប់តែនឹកឃើញទៅដល់អូនស៊ីយ៉ាទៀតហើយគឺពេលដែលអូនស៊ីយ៉ារបស់យើងហ្នឹងរត់មកអោបគាត់ព្រមទាំងប្រាប់ថាកុំកិច្ចពីនាងអីហ្នឹងហើយបន្ទាប់ពីហ្នឹងយើងក៏បានឃើញថារូនីជាមួយនឹងកញ្ញាជន់ថាជប់កញ្ញាជន់ថារូនីជាមួយនឹងជន់ថាក៏បានដើរចុះទៅខាងក្រោមទៅកញ្ញារូនីសុំបែបស្និទ្ធស្នាលបន្តិចហើយសុទ្ធតែកាន់ដៃជន់ថាអីណាទៀតពេលដែលពួកគេដើរទៅហ្នឹងមនុស្សម្នាក៏បានសម្លឹងមើលមកកាន់ពួកគេផងដែរព្រឹកស្អែកក៏បានចូលមកដល់ពីរនាក់នេះគ្រាន់តែបានដើរមកដល់មុខលបងផ្ទះវិញឃើញកញ្ញាស៊ីយ៉ារបស់យើងកំពុងតែឈរចាំផ្លែតណែមើលទឹកមុខទៅក៏ដឹងថាជន់ថារបស់យើងនឹងទៅស៊ីថ្មងហើយយើចំណាយពេលមកយប់ជាមួយនឹងគ្នាយោឃើញអញ្ចឹងជន់ថាក៏បានប្រាប់ទៅកាន់កញ្ញាស៊ីយ៉ាថាអើយស្ដាប់បងប្រយោគបានអូនហ្នឹងហើយពាក្យហ្នឹងមានបន្ថែមទេអូខេសើរបស់យើងអេផ episode ហ្នឹងក៏បានជាមកដល់ទីបញ្ចប់ទៅត្រឹមហ្នឹងដូចគ្នាអូខេតោះឥឡូវយើងមកស្ដាប់ចុងវីដេអូទៅជាមួយនឹងបញ្ហារបស់យើងបន្ថែមទៀតអញ្ចឹងចំពោះបញ្ហាទៅជាមួយនឹងការ post ទៅលើ VIP នៅ YouTube មានក៏បានបញ្យោទៅកាន់គ្នាយើងរួចហើយតែមានចង់ប្រាប់ថាបើសិនបើជាគ្នាយើងចង់គ្រប់ត្រើតមាននៅលើវិស័យមួយហ្នឹងគ្នាយើងចូលរួម VIP ម្នាក់មួយក៏នឹងអាចកាន់តែ support ឲ្យមានបន្ថែមទៀតមួយវិញទៀតក៏បំពេញនៅតម្រូវចិត្តរបស់គ្នាយើងដែលចង់ទស្សនារឿងបានលឿនផងដែរហើយរឿងដែលមានក៏បាន post នៅលើ VIP គឺវាមានច្រើនរឿងខ្លះមែនទែនទាំងរឿងចាស់ទាំងរឿងថ្មីជាពិសេសរឿងរីមីរូដែលមានក៏នឹងក្រុងសម្រាប់ឆាប់ហ្នឹងហើយគឺអត់យូរនោះទេរឿងរីមីរូគឺចេញប្រចាំថ្ងៃតែម្ដងនៅលើ VIP នៅលើ YouTube ក៏ចេញដូចគ្នាក៏ប៉ុន្តែអាចនិយាយបានថាយូរទៅចេញម្ដងអញ្ចឹងទៅដោយដែលមានបានបញ្ជាក់ពីមុខវីដេអូអញ្ចឹងដោយការចូលជា VIP ក្រុមហ្នឹងវាអត់ចំណាយច្រើនទេដោយនៅតារាងខាងលើគ្នាយើងបានឃើញអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងអត់ច្រើនទេបើសិនបើជាគ្នាយើងចង់បំពេញនៅចិត្តខ្លួនឯងចង់ទស្សនារឿងបានលឿនហ្នឹងប៉ុណ្ណឹងវាអត់ច្រើនទេមែនអត់តែមានគ្រាន់តែចង់ប្រាប់ថាការចូលរួម VIP ហ្នឹងគឺមានអត់បានបខំគ្នាយើងទេគឺធ្វើទៅតាមការពេញចិត្តរបស់គ្នាយើងចង់ចូលឬក៏មិនចូលគឺស្ថិតនៅលើគ្នាយើងទេហើយសម្រាប់ fan ណាដែលគាត់ចង់ support ឲ្យមានការតែខ្លាំងទៀតគឺអាចមកចូលរួមជាមួយនឹង VIP បានដោយមិនចាំបាច់ធ្វើការផែលុយឲ្យមានជាកាហ្វេជាអីទេចូលរួម VIP ម្នាក់មួយទៅតម្លៃគឺធូរមែនតើឃើញលោថាប្រាក់ចំណូលដែលបានមកពីការចូលរួម VIP របស់គ្នាយើងហ្នឹងវាធ្វើឲ្យមានអាចមានជាមួយនឹងប្រាក់ចំណូលសម្រាប់ទិញជាមួយនឹងសម្ភារៈយកមកសម្ដែងរឿងចេញនៅលើ YouTube ឲ្យបានលឿនវិញនោះឯងហ្នឹងហើយចាមានគឺមានតែប៉ុណ្្នឹងទេសូមនិយាយម្ដងទៀតណាគឺស្ម័គ្រចិត្តទេឲ្យបានបខំគ្នាយើងឲ្យចូលនោះឡើយតែបើចង់ support ឲ្យកាន់តែខ្លាំងនេះសម្រាប់គ្នាយើងដែលមានលទ្ធភាពគឺអាចឆានមកកាន់ admin បានណា admin ចាំ reply គ្រប់ពេលអញ្ចឹងជួបគ្នាវីដេអូក្រោយបាយបាយអូខ្ញុំបញ្ជាក់ចុងវីដេអូបន្តិច episode ក្រោយហ្នឹងប្រហែលជាផុសនៅលើ channel ថ្មីទៀតហើយនឹងមិនថាហ្នឹងគ្នាយើងពិបាករក admin ខ្លះមែនតើដោយសារតែមានអាសាដោ channel អញ្ចឹងបើមិនចង់ join VIP ទេ join group ដែលមានជូនតំណែងទៅពី Telegram channel join អាហ្នឹងម្នាក់មួយទៅគឺនឹងបានតន់គ្រប់ពេលគ្រប់វេលាមកពេលដែលមានចេញរឿងលើ channel ថ្មីអញ្ចឹងណា